ជំពូកទី14ព្រះត្រៃសរណគមដំណឹងស្ដីអំពីយសកលបុត្រចូលបួសជាភិក្ខុនៅក្នុងសំណាក់ព្រះសាស្តាចារ្យបានឮសុសសាយយ៉ាងឆាប់រហ័សបំផុតជាពិសេសក្នុងបណ្ដាមិត្តភ័ក្តិរបស់យសថែតែម្ដងមិត្តស្និទ្ធស្នាលនិងភិក្ខុយសចំនួន4នាក់ដែលសុទ្ធសឹងជាបុត្រានៃត្រកូលសេដ្ឋីនិងអនុសេដ្ឋីក្នុងក្រុងពារាណសីគឺវិមល1សុភាហុ1បណ្ណជី1និងកវបតិ1កាលបានឮដំណឹងថាយសជាសម្លាញ់កោសក់និងពុកមាត់ពុកចង្កាស្លៀកដណ្ដប់ដោយសម្ពុតកាសាយៈជ័យពរចេញអំពីផ្ទះនិងចូលបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដល់ផ្ទះហើយក៏នាំគ្នាត្រេះរិះថាធម្មវិន័យដែលយសបព្វជិនេះមិនមែនជាធម្មវិន័យថោកទាបឡើយសម្លាញ់ទាំង4នោះក៏សម្រេចចិត្តបបួលគ្នាទៅជួបយសថែនៅឯព្រៃអិសិបតនៈមគតិយវ័ននោះកាលបានជួបនឹងមិត្តសម្លាញ់ទាំង4របស់លោកនៅក្នុងសួនមរឹកនោះហើយយសថែក៏នាំសម្លាញ់ទាំងនោះទៅថ្វាយបង្គំព្រះពុទ្ធបបិទ្ធព្រះអង្គដ៏ចម្រើនសម្លាញ់របស់ខ្ញុំព្រះអង្គជាក្រហោះទាំង4នាក់នេះឈ្មោះវិមល1សុភាហុ1បណ្ណជី1និងកវមបតិ1ក៏ជាបុត្រនៅក្នុងត្រកូលសេដ្ឋីនិងអនុសេដ្ឋីក្នុងទីក្រុងពារាណសីដែរមិត្តទាំង4នៃខ្ញុំព្រះអង្គនេះសុទ្ធសឹងជាមនុស្សល្អជាទេសូមទ្រង់ព្រះមេត្តាប្រោសជួយបើកភ្នែកដល់សម្លាញ់នៃខ្ញុំទាំងអម្បាលម៉ាននេះឲ្យយល់នៅមាគ៌ានៃពន្លឺត្រាស់ដឹងផងព្រះពុទ្ធបានសម្ដែងនៅអនុបប្បៃកថានិងចតុរារិយសច្ចញ៉ាំងអ្នកទាំង4នោះឲ្យបានមើលឃើញបានដល់បានត្រាស់ដឹងបានជឿសុខនៅអរិយសច្ចធម៌ឆ្លងកាត់ការមន្ទិលសង្ស័យឈប់ជឿបុគ្គលឯណាក្រៅអំពីព្រះសាស្តាទើបនាំគ្នាក្រាបថ្វាយបង្គំព្រះពុទ្ធដោយពាក្យយ៉ាងនេះថាបបិទ្ធព្រះសាស្តាដ៏ចម្រើនយើងខ្ញុំព្រះអង្គទាំង4នាក់នេះគួរបានបព្វជិនិងឧបសម្បទានៅក្នុងសំណាក់ព្រះដ៏មានព្រះភិក្ខផងព្រះពុទ្ធទ្រង់អនុញ្ញាតហើយទ្រង់ត្រាស់ថាមនាលអ្នកទាំងឡាយសាសនធម៌ព្រះពុទ្ធបានពោលល្អហើយចូលអ្នកទាំងឡាយនាំគ្នាប្រព្រឹត្តព្រហ្មចរិយធម៌ដើម្បីធ្វើនៅនិព្វានជាទីបំផុតនៃទុក្ខដោយប្រពៃចុះបន្ទាប់មកព្រះពុទ្ធក៏ព្រានប្រដៅភិក្ខុថ្មីទាំង4អង្គនោះដោយធម្មិកថាកាលបានស្ដាប់នៅធម្មិកថារួចហើយភិក្ខុថ្មីទាំង4អង្គក៏មានចិត្តចាកផុតនៅអាសវៈទាំងពួងឥតមានជាប់ជំពាក់ដោយឧបាទានទៀតឡើយដូច្នោះនៅក្នុងកាលនោះព្រះអរហន្ត11អង្គក៏បានកើតឡើងនៅក្នុងលោកលំដាប់អំពីនោះមកមានមិត្តសម្លាញ់របស់យសថែចំនួន120នាក់ទៀតដែលជាអ្នករស់នៅក្នុងជនបទក្នុងត្រកូលផ្សេងក៏បានឮដំណឹងថាយសជាសម្លាញ់បានចូលបួសនៅក្នុងសំណាក់ព្រះពុទ្ធដែរអ្នកទាំង120នាក់នោះក៏នាំគ្នាត្រេះរិះតាមទំនងមិត្តរបស់យសទាំង4នាក់ពីមុនដែររួចហើយក៏សម្រេចចិត្តនឹងគ្នាថាពួកយើងនឹងទៅជួបយសថែនៅក្នុងវេលាព្រឹកស្អែកនេះតែម្ដងយសថែកាលបានឮដំណឹងថាសម្លាញ់ទាំង120នាក់មកដល់ហើយក៏ចេញទៅចាំទទួលស្វាគមន៍នៅឯដើមផ្លូវពេលមិត្តសម្លាញ់ទាំងអស់មកដល់យសថែបានពន្យល់អំពីសេចក្តីសម្រេចចិត្តរបស់លោកក្នុងការចូលសាងភ្នោះរួចមកក៏អញ្ជើញមិត្តសម្លាញ់ទាំង120នាក់នេះទៅធ្វើសាវនាការផ្ទាល់នឹងព្រះពុទ្ធទ្រង់ទទួលស្វាគមន៍ដល់អ្នកទាំងឡាយនោះរួចហើយព្រះអង្គទ្រង់ចាប់ផ្ដើមសម្ដែងអំពីមាគ៌ាដែលអាចបញ្ចប់នៅសេចក្តីទុក្ខនិងនាំរកនៅសេចក្តីស្ងប់និងសប្បាយរីករាយព្រះអង្គបាននិទាននៅការស្វែងរកអរិយសច្ចធម៌នេះដោយកម្រគឺតាំងអំពីព្រះអង្គនៅកុមារភាពម្លេះព្រះពុទ្ធក៏បានសម្ដែងប្រាប់នៅអនុបប្បៃកថានិងចតុរារិយសច្ចព្រមទាំងញ៉ាំងអ្នកទាំង120នោះដោយធម្មិកថាប្រះចាកនៅអាសវៈទាំងពួងឥតមានជាប់ជំពាក់នឹងឧបាទានអ្វីទៀតឡើយកាលបានយល់ច្បាស់នៅអរិយសច្ចធម៌នេះហើយមាណពទាំង120នាក់ក៏មានចិត្ត
ចង់សាងបព្វជិនិងឧបសម្បទាក្នុងចំណោមមាននប់ទាំង120នាក់នោះមានតែ50នាក់ទេដែលបានសម្រេចចិត្តចូលបួសតែម្ដងចំណែកឯ70នាក់ទៀតក៏មានប្រាថ្នាចង់បួសខ្លាំងណាស់ដែរប៉ុន្តែមិនអាចចាក់ចោលការទទួលខុសត្រូវនៅក្នុងបន្ទុកនៃគ្រួសារបានដោយស្ថិតក្នុងឋានៈខ្លួនជាប្តីជាឪពុកឬក៏ជាបងប្រុសជាដើមឥឡូវនេះព្រះពុទ្ធមានព្រះអរហន្ត60អង្គគង់នៅក្នុងអិសិបតនមគតិយវ័នជាមួយនឹងព្រះអង្គហើយព្រះពុទ្ធសម្រេចព្រះតីថានឹងគង់នៅទីនេះរវាង3ខែទៅមុខទៀតដើម្បីអប់រំភិក្ខុបួសថ្មីទាំងនោះឲ្យរឹតតែល្អប្រសើរឡើងក្នុងគ្រានោះក៏មានក្រហមប្រុសស្រីជាច្រើនរយនាក់បានចូលមកកាន់អិសិបតនមគតិយវ័ននេះដើម្បីសូមប្រគល់កាយថ្វាយខ្លួនធ្វើជាឧបាសកនិងឧបាសិកានៃព្រះមានព្រះភិក្ខដែរព្រះពុទ្ធយល់យ៉ាងច្បាស់នៅការទទួលខុសត្រូវក្នុងឋានៈជាព្រះសាស្តាចារ្យព្រះអង្គទទួលខុសត្រូវនិងណែនាំភិក្ខុទាំងឡាយទុកដូចជាបងប្អូនបង្កើតព្រះអង្គរំលែកការទទួលខុសត្រូវជាមួយនឹងបញ្ចវគិយភិក្ខុកនដាញ់ទទួលខុសត្រូវភិក្ខុក្មេងៗ20អង្គភិក្ខុផត្តយៈវបៈមហានាមនិងអសជិក្នុងមួយអង្គទទួលខុសត្រូវភិក្ខុក្មេងៗ10អង្គភិក្ខុបួសថ្មីមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងមាគ៌ាសិក្សាធម៌វិន័យដោយព្រះអង្គបានទតឃើញនៅការរីកដុះដាលខាងគំនិតប្រាជ្ញានៃពួកភិក្ខុទាំង60អង្គនោះហើយព្រះពុទ្ធក៏ទ្រង់បើកនៅអង្គសន្និបាតមួយហើយទ្រង់ត្រាស់បញ្ជាក់ថាមនាលភិក្ខុទាំងឡាយយើងទាំងអស់គ្នាមានសេរីភាពបរិបូរណ៍ហើយយើងបានយល់ច្បាស់នៅមាគ៌ានៃការត្រាស់ដឹងហើយយើងបានរួចអំពីអន្ទាក់ទាំងអស់ហើយទោះជាអន្ទាក់របស់ទេវតាក្តីឬក៏របស់មនុស្សលោកក្តីអ្នកទាំងឡាយអាចត្រាច់ទៅកាន់ចារឹកនៃស្រុកភូមិជនបទផ្សេងក្នុងឋានៈជាមនុស្សទំនេរហើយសម្ដែងនៅព្រហ្មចរិយធម៌ដែលអ្នកចេះចាំស្ទាត់នោះដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីអនុគ្រោះដល់ជនដ៏ច្រើនដល់ទេវតានិងមនុស្សលោកទាំងឡាយចូលអ្នកទាំងឡាយកុំទៅ2នាក់នៅក្នុងផ្លូវតែមួយចូលអ្នកសម្ដែងធម៌ពីរោះនៅបទខាងដើមនៅបទកណ្ដាលនិងបទខាងចុងចូលអ្នកទាំងឡាយប្រកាសនៅព្រហ្មចរិយធម៌ប្រកបដោយអត្ថន័យនិងព្យញ្ជនៈពេញបរិបូរណ៍ដើម្បីសត្វលោកទាំងឡាយដែលមានរាគ៌តិកិលេសតិចឬក៏បំរុងនឹងត្រាស់ដឹងនោះឲ្យបានត្រាស់ដឹងផងមនាលភិក្ខុទាំងឡាយចំណែកឯតថាគតវិញដល់ពេលចេញវស្សាក៏នឹងទៅកាន់ឧរុវេលសេនានិគមដែលជាស្រុកកំណើតរបស់នាងសុជាតាដើម្បីនឹងសម្ដែងនៅធម៌ដែរប៉ុន្តែមុននឹងទៅដល់ឧរុវេលៈនោះតថាគតក៏ចង់ឆ្លៀតចូលទៅទស្សនាដើមពោធិព្រឹក្សនិងសួរសុខទុក្ខដល់ពួកកុមារនៅទីនោះដែរលុះចេញពីឧរុវេលានោះមកទើបតថាគតចូលទៅគាល់ព្រះបាទពំពិសានៅឯទីក្រុងរាជក្រឹត្យទៀតបន្ទាប់ពីបានទទួលនៅពុទ្ធដីការបស់ព្រះសាស្តាហើយភិក្ខុមួយចំនួនធំក៏ក្រងដោយស្បង់ជាពរនិងបិណ្ឌបាតនិមន្តចេញទៅផ្សព្វផ្សាយធម៌នៅតាមទីកន្លែងផ្សេងគ្នាព្រះពុទ្ធនិងភិក្ខុ20អង្គទៀតនៅគង់ចាំនៅក្នុងអិសិបតនមគតិយវ័ននេះនៅឡើយកាលបានស្ដាប់នៅព្រហ្មចរិយធម៌ដែលភិក្ខុទាំងឡាយបានសម្ដែងហើយមានពួកប្រហោះជាច្រើនអំពីជនបទនិងទិសផ្សេងនៅក្នុងនគរកាសីនិងមគធៈបាននាំគ្នាសុំចូលសាងភ្នោះក្នុងសំណាក់ព្រះមានព្រះភិក្ខអ្នកខ្លះសុំបួសជាសាមណេរអ្នកខ្លះសុំបួសជាភិក្ខុហើយបុគ្គលម្នាក់សុទ្ធតែគិតចង់បានទទួលការបំបួសផ្ទាល់អំពីព្រះពុទ្ធតែម្ដងដូច្នេះបញ្ហាលំបាកនៅក្នុងការបំបួសក៏កើតមានឡើងដល់ព្រះអរហន្តនិងដល់បុគ្គលប្រាថ្នាអ្នកបួសនោះផងព្រះពុទ្ធទ្រង់បានពិចារណានៅរឿងលំបាកនេះអស់ពេលមួយព្រឹកធំលុះដល់ពេលរសៀលទើបព្រះអង្គហៅភិក្ខុសង្ឃទាំងឡាយមកប្រជុំហើយត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយតថាគតយល់ថា
ពុំមែនជាការចាំបាច់ឲ្យតថាគតបំពោះផ្ទាល់នៅក្នុងអិសិបតនៈមគ្គទាយវ័ននេះទេចាប់ពីពេលនេះតទៅតថាគតអនុញ្ញាតឲ្យជនណាដែលមានបំណងចង់បួសជាសាមណេរក្តីជាភិក្ខុក្តីអាចធ្វើទៅតាមភូមិស្រុកនៃខ្លួនក៏បានឲ្យទៅនៅចំពោះមុខក្រុមគ្រួសារនិងញាតិមិត្តរបស់ខ្លួនតថាគតក៏មានចំណងចេញទៅផ្សាយធម៌ដូចអ្នកទាំងឡាយឲ្យទៀតដែរដូច្នេះតពីនេះទៅនៅពេលណាឬទីណាក៏ដោយឲ្យតែអ្នកបានជួបនឹងបុគ្គលណាដែលអ្នកមានចិត្តប្រាថ្នាចង់សាងបព្វជិនិងឧបសម្បទាចូលអ្នកទាំងឡាយបំពុះចុះកោណ្ឌញ្ញភិក្ខុក្រោកឈរឡើងហើយបង្គំទូលសួរថាបបិទ្ធព្រះសាស្តាដ៏ចម្រើនសូមព្រះអង្គបង្ហាញដល់ខ្ញុំព្រះអង្គទាំងឡាយនៅក្បួនសម្រាប់រៀបចំពិធីសាងបព្វជិនិងឧបសម្បទានេះផងចុះអំណះតទៅខ្ញុំព្រះអង្គទាំងឡាយនឹងប្រារព្ធពិធីបំបួសនេះដោយខ្លួនឯងព្រះពុទ្ធក៏ត្រាស់បញ្ជាក់ថាមនាលកោណ្ឌញ្ញចូលអ្នកធ្វើតាមទម្លាប់ដែលតថាគតតែងបានប្រតិបត្តិពីមុនមកទៅធ្វើតាមរបៀបនេះបានហើយអសជិភិក្ខុក៏ក្រោកឈរឡើងហើយបង្គំទូលសួរព្រះពុទ្ធថាបបិទ្ធព្រះមហាសាស្តាជាទីគោរពវត្តមានរបស់ព្រះមានព្រះភិក្ខមានសារៈសំខាន់ណាស់ព្រះអង្គពុំចាំបាច់ធ្វើពិធីនេះជាផ្លូវការក៏បានដែរប៉ុន្តែចំពោះខ្លួនខ្ញុំព្រះអង្គវិញត្រូវតែធ្វើពិធីបព្វជិនិងឧបសម្បទានេះឲ្យទៅជាផ្លូវការទើបបានមើលអវុសោកោណ្ឌញ្ញបើតាមខ្ញុំយល់អវុសោប្រហែលជាអាចជួយផ្ដល់នៅរូបមន្តនៃការបំពោះនេះបានទាន់ព្រះមានព្រះភិក្ខលោកគង់នៅទីនេះជាមួយពួកយើងព្រះអង្គនឹងជួយបន្ថែមទៅលើយោបល់របស់អវុសោឲ្យបានសមរម្យកោណ្ឌញ្ញភិក្ខុគង់ស្ងៀមមួយស្របក់ទើបមានពុទ្ធដីកាថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គគិតថាជំហានដំបូងបុគ្គលអ្នកសាងបព្វជិនិងឧបសម្បទាត្រូវកោរសក់ពុកមាត់និងពុកចង្កាបន្ទាប់មកអ្នកទាំងនោះត្រូវហាត់រៀននៅរបៀបក្រងស្បង់ជ័យពរបន្ទាប់ពីរៀនក្រងស្បង់ជ័យពររួចមកអ្នកទាំងនោះត្រូវបញ្ចេញស្មាខាងស្ដាំក្នុងរបៀបធម្មតាហើយលុតជង្គង់ចុះចំពោះព្រះភ័ក្ត្រគ្រូឧបជាដែលជាតំណាងព្រះពុទ្ធអ្នកសាងភ្នោះត្រូវលើកដៃទាំងពីរប្រណម្យសំពះដូចជាផ្កាឈូកក្រពុំហើយសូត្រនៅពាក្យយ៉ាងនេះថាខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធជាទីពឹងទីរលឹកខ្ញុំព្រះករុណាសូមដល់នៅព្រះធម៌ជាទីពឹងទីរលឹកខ្ញុំព្រះករុណាសូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកបន្ទាប់អំពីបានសូត្រតាមព្រះត្រៃសរណគមទាំងនេះចប់ហើយបុគ្គលអ្នកសាងភ្នោះនោះក៏បានប្រែខ្លួនជាភិក្ខុពេញលក្ខណៈនៅក្នុងគណៈនៃភិក្ខុសង្ឃបបិទ្ធព្រះអង្គដ៏ចម្រើននេះគ្រាន់តែជាការថ្វាយយោបល់ដ៏ស្ដួចស្ដើងនៃខ្ញុំព្រះអង្គប៉ុណ្ណោះសូមព្រះសាស្តាទ្រង់ព្រះមេត្តាប្រោសជួយកែសម្រួលតាមការគួរឲ្យទៀនផងព្រះពុទ្ធក៏ទ្រង់ត្រាស់បញ្ជាក់បន្ថែមថាយោបល់នេះប្រសើរល្អថ្លៃថ្លាណាស់អវុសោកោណ្ឌញ្ញប៉ុន្តែភិក្ខុបំរុងត្រូវតែសូត្រនៅព្រះត្រៃសរណគមនេះជាគម្រប់2ដងផងនិងជាគម្រប់3ដងផងនៅពេលលុតជង្គង់ចំពោះព្រះភ័ក្ត្រគ្រូឧបជាធ្វើតែប៉ុណ្ណេះជាការគ្រប់គ្រាន់ក្នុងការប្រែខ្លួនទៅជាភិក្ខុពេញសិទ្ធិហើយមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតនៅបព្វជិនិងឧបសម្បទាដោយព្រះត្រៃសរណគមនេះហើយភិក្ខុសង្ឃទាំងឡាយនោះមានសេចក្តីសប្បាយរីករាយជាខ្លាំងចំពោះសេចក្តីអនុម័តរបស់ព្រះមានព្រះភិក្ខនេះនៅពេលចេញវស្សាព្រះពុទ្ធទ្រង់ត្រាស់នឹងភិក្ខុសង្ឃទាំងឡាយថាមនាលភិក្ខុទាំងឡាយអរហត្តផលវិមុតតិដ៏ប្រសើរតថាគតបានសម្រេចហើយតថាគតបានធ្វើឲ្យជាក់ច្បាស់ហើយបានធ្វើទុកនៅក្នុងចិត្តដោយសេចក្តីព្យាយាមរួចហើយចំណែកអ្នកទាំងឡាយវិញក៏បានសម្រេចក៏បានធ្វើឲ្យជាក់ច្បាស់ក៏បានធ្វើទុកក្នុងចិត្តដោយសេចក្តីព្យាយាមនៅអរហត្តផលវិមុតតិដ៏ប្រសើរហើយដែរព្រះពុទ្ធគង់នៅក្នុងអិសិបតនៈមគ្គទាយវ័ននាក្រុងពារាណសីនេះ
គួរសមដល់ពុទ្ធអធិស្ឋានហើយទើបទ្រង់ប្រដាប់ដោយស្បង់ជាពរនិងបាតរួចយាងចេញទៅកាន់ឧរុវេលនិគមមុននឹងព្រះអង្គយាងទៅកាន់ក្រុងរាជក្រឹសព្រះរតនត្រ័យវិសេសថ្លៃ3ប្រការដែលមនុស្សនិងទេវតាតែងបូជាគ្រប់ទីឋានទី1ព្រះសម្ពុទ្ធបញ្ញាមុតអនន្តញាណព្រះធម៌ទុកដូចយាននាំសត្វបានជាទី2ព្រះសង្ឃបរិសុទ្ធវិសេសផុតស្ងប់ឥន្ទ្រីជួយអង្គព្រះមុនីគ្រប់ទិសទីជាទី3អ្នកដល់រតនត្រ័យផុតទុក្ខភ័យមានសិរីចាប់តាំងពីលោកីរៀងដរាបដល់និព្វានកុំគប់3ប្រមាទត្រូវសង្វាតខំសូត្ររៀនធម៌អាព្រះទ្រង់ញៀនកុំបីខានគ្រប់គ្នាចូលនាំគ្នាបដិបត្តិរៀងរាល់រត់តន្តិវីជោគជ័យសិរីសុខាឈ្នះមេរីគ្រប់គ្នាអងភក្ខុងិនភេនអន្តបបញ្ញោសូមសមាទានព្រះត្រៃសរណគមពុទ្ធាំងសរណង្ឃัจឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធជាទីពឹងទីរលឹកធម្មំសរណង្ឃัจឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះធម៌ជាទីពឹងទីរលឹកសង្ឃំសរណង្ឃัจឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកទុតិយំពិពុទ្ធាំងសរណង្ឃัจឆាមិទុតិយំពិធម្មំសរណង្ឃัจឆាមិទុតិយំពិសង្ឃំសរណង្ឃัจឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធសូមដល់នៅព្រះធម៌សូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកជាគម្រប់2ដងផងតតិយំពិពុទ្ធាំងសរណង្ឃัจឆាមិតតិយំពិធម្មំសរណង្ឃัจឆាមិតតិយំពិសង្ឃំសរណង្ឃัจឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធសូមដល់នៅព្រះធម៌សូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកជាគម្រប់3ដងផងចប់ជំពូកទី14